សួស្តីពីម្ដងអ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នានៅរដូវផ្ការីកដោយសារតែពិធីវាតម្លៃរបស់ Alan ចិត្តមកដល់ Alan បានសួរឪពុករបស់គាត់អំពីព័ត៌មានលម្អិតខ្លះៗថាតើវាយ៉ាងម៉េចឪពុករបស់គាត់ប្រាប់គាត់ថាក្មេងៗទាំងអស់ត្រូវតែធ្វើពិធីវាតម្លៃនៅពេលដែលពួកគេមានអាយុ5ឆ្នាំហើយប្រសិនបើ Alan មានជំនាញដ៏អស្ចារ្យនោះគាត់មានឱកាសល្អក្នុងការជោគជ័យប៉ុន្តែជាអកុសលមានការប្រកួតប្រជែងច្រើននៅឆ្នាំនេះព្រោះក្មេងៗដទៃទៀតជាច្រើនក៏មានអាយុ5ឆ្នាំដែររួមទាំងក្រេណាផងដែរពួកគេទាំងអស់គ្នាបានធ្វើដំណើរទៅកាន់ទីក្រុងជុនសាមញ្ញដើម្បីពួកគេអាចឆ្លងកាត់ពិធីវាតម្លៃបានប៉ុន្តែនៅពេលដែលពួកគេទៅជិតដល់ព្រះវិហារ Alan បានសម្គាល់ឃើញថាជុនសាមញ្ញជាច្រើនផ្សេងទៀតមើលទៅមានការតុបតែងខ្លួនបានយ៉ាងល្អបើប្រៀបធៀបទៅនឹងពួកគេគឺគាត់ស្លៀកសម្លៀកបំពាក់រហែកហើយពេលគាត់គិតអំពីរឿងនេះគាត់បានស្លៀកសម្លៀកបំពាក់រហែកតាំងពីថ្ងៃដែលគាត់កើតមកដូច្នេះហិរញ្ញវត្ថុគ្រួសាររបស់គាត់ប្រហែលជាទាបជាងមធ្យមសម្រាប់ពិភពលោកនេះប៉ុន្តែរឿងនេះមិនរំខានគាត់ឡើយពួកគេទាំងអស់គ្នាបានប្រមូលផ្ដុំគ្នានៅមុខព្រះវិហារហើយនៅពេលដែលពួកបូជាចារ្យចេញមកពួកគេបានលើមនុស្សជាច្រើននៅក្នុងវងមនុស្សចំមកឲ្យពួកគេដូច្នេះពួកគេក៏ប្រាប់អ្នករាល់គ្នាថាពួកគេគួរតែប្រយ័ត្នចំពោះអ្វីដែលពួកគេនិយាយពរជ័យត្រូវបានបែងចែកស្មើៗគ្នាដល់អ្នកទាំងអស់គ្នាដូច្នេះសូម្បីតែកសិករក្រីក្របំផុតក៏អាចទទួលបានជំនាញដ៏មានឥទ្ធិពលផងដែរពួកបូជាចារ្យប្រាប់អ្នករាល់គ្នាឲ្យចូលទៅខាងក្នុងសម្រាប់ពិធីវាយតម្លៃហើយខណៈពេលដែលពួកគេកំពុងដើរទៅរកអាសនៈមួយ Alan បានសម្គាល់ឃើញរូបសំណាក3ហើយសន្មតថារូបសំណាកទាំងនោះច្បាស់ជាព្រះដែលត្រូវបានគោរពបូជានៅក្នុងពិភពលោកនេះរូបសំណាកមួយឈ្មោះថា Elmia ជាព្រះនៃការបង្កើតហើយពេល Alan គិតអំពីរឿងនេះ Elmia គឺជាអ្នកដែលបានផ្ញើសម្បត្តិសុំទោសនោះមកគាត់ចំពោះការពន្យាពេលនៃការអភិវឌ្ឍប្រភេទតួអង្គអ្នកដំបូងគេដែលត្រូវវាយតម្លៃគឺ Pelomas គឺជាកូនប្រុសរបស់មេភូមិហើយគាត់ត្រូវបានគេណែនាំឲ្យដាក់ដៃរបស់គាត់នៅលើបាល់គ្រីស្តាល់នៅទីនោះដើម្បីបង្ហាញ stat របស់គាត់ Pelomas ធ្វើតាមការណែនាំហើយនៅលើជញ្ជាំងថ្មវាបានបង្ហាញថាគាត់មានប្រភេទជាឈ្មួញដែលឪពុករបស់គាត់ពិតជារីករាយនឹងរឿងនេះ Alan ហាក់ដូចជារំពឹងថាមានរឿងជាច្រើនទៀតនឹងកើតឡើងប៉ុន្តែវាគឺជារឿងដូចគ្នាទៅនឹងសៀវភៅរបស់គាត់ដែរដោយភាពខុសគ្នាតែមួយគត់គឺវាប្រើរែងជាអក្សរជំនួសឲ្យតួលេខនៅពេលដែលការវាយតម្លៃបន្តក្មេងៗមួយចំនួនទទួលបានទេពកោសល្យខ្លាំងៗខណៈដែលអ្នកខ្លះមិនទទួលបានអ្វីទាំងអស់ហើយពីប្រហែលក្រោយមកនៅសល់តែក្រេណានិង Alan តែប៉ុណ្ណោះក្រេណាជាអ្នកបន្ទាប់ដូច្នេះនាងក៏រត់ទៅរកបាល់គ្រីស្តាល់ដោយរំភើបហើយដាក់ដៃនៅលើវាប៉ុន្តែវាស្រាប់តែចាប់ផ្ដើមភ្លឺឡើងយ៉ាងខ្លាំងឪពុករបស់នាងបារម្ភថាមានអ្វីមួយអាចខុសប្រក្រតីជាមួយនឹងការវាយតម្លៃប៉ុន្តែវាបង្ហាញថាពួកបូជាចារ្យមិនចង់ជឿអ្វីដែលពួកគេកំពុងតែឃើញនោះទេយោងតាមការវាយតម្លៃក្រេណាទៅតែទទួលបានប្រភេទ Sword Lord ដែលជាប្រភេទមួយក្នុងចំណោមប្រភេទខ្លាំងបំផុតនៅលើโลกហើយឪពុករបស់នាងរីករាយយ៉ាងខ្លាំងចំពោះរឿងនេះប៉ុន្តែក្រេណាមិនយល់ថាតើមានអ្វីពិសេសអំពីវាទេ Alan មិនមានការភ្ញាក់ផ្អើលចំពោះដំណឹងនេះទេព្រោះគាត់ត្រូវបាននាងវាយខ្ទប់អស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែបន្ទាប់មកគឺជាការវាយតម្លៃរបស់ Alan ដូច្នេះគាត់ត្រូវបានគេហៅឲ្យទៅជិតអាសនៈពេលគាត់ប៉ះបាល់គ្រីស្តាល់នោះគ្មានអ្វីកាត់ឡើងទេពី3វិនាទីដំបូងប៉ុន្តែភ្លាមៗនោះក៏មានពន្លឺភ្លើងដ៏ធំមួយបានភ្លឺឡើងហើយ Alan ក៏បានខ្ទាតថយក្រោយរ៉ូឌីនបញ្ញាប់ទៅពិនិត្យមើលគាត់ហើយបន្ទាប់ពីប្រកាសថា Alan មិនកើតអីគាត់ក៏ដើរទៅរកបូជាចារ្យហើយសួរថាតើទេពកោសល្យរបស់ Alan គឺជាអ្វីព្រោះគាត់មិនចេះអានគាត់រំពឹងថានឹងមានអ្វីមួយល្អខ្លាំងមែនទែនព្រោះគ្រីស្តាល់មានប្រតិកម្មខ្លាំងប៉ុន្តែគួរភ្ញាក់ផ្អើលបូជាចារ្យបានប្រាប់គាត់ថា Alan គ្មានទេពកោសល្យអីនោះទេ Alan មិនចង់ជឿអ្វីដែលគាត់បានឮទេព្រោះគាត់ដឹងច្បាស់ថាគាត់ពិតជាមានទេពកោសល្យប៉ុន្តែនៅពេលដែលគាត់ពិនិត្យមើលជញ្ជាំងថ្មគាត់ដឹងថា stat ទាំងអស់របស់គាត់គឺ rank E ពេញជញ្ជាំងថ្មតែម្ដងហើយគាត់បានបន្ទោស Elmia ចំពោះការសរសេរកូដប្រភេទតួអង្គក៏ហៅមិនល្អព្រមនោះ Rodin បានអោប Alan ពីក្រោយដើម្បីលួងលោមគាត់ព្រោះគាត់មិនចង់ឲ្យ Alan មានអារម្មណ៍មិនល្អចំពោះការគ្មានទេពកោសល្យនោះទេពួកគេត្រឡប់ទៅផ្ទះវិញជាមួយគ្នាហើយមនុស្សគ្រប់គ្នាប្រព្រឹត្តចំពោះ Alan ដូចធម្មតាទោះបីជាមានការបង្ហាញថាគាត់គ្មានទេពកោសល្យក៏ដោយហើយ Alan ពេញចិត្តចំពោះរបៀបដែលក្រុមគ្រួសាររបស់គាត់យកចិត្តទុកដាក់ចំពោះគាត់ប៉ុន្តែគាត់ដឹងថាគាត់មិនមែនគ្មានទេពកោសល្យពិតប្រាកដនោះទេគាត់នៅតែអាចប្រើសៀវភៅរបស់គាត់បានល្អដូច្នេះគាត់សន្មតថា Stat Rank E របស់គាត់ប្រហែលជាដោយសារតែគាត់កំពុងតែលេងក្នុងកម្រិតនរកក្មេងៗដទៃទៀតទាំងអស់មានអាយុសមាគាត់ហើយមានកម្លាំងស្មើគ្នាដូច្នេះរ៉េងរបស់ពួកគេច្បាស់ជាការឆ្លុះបញ្ចាំងថាតើពួកគេនឹងរីកចម្រើនកម្រិតណានៅពេលអនាគតខណៈពេលដែលពួកគេឡើង level ដូច្នេះដោយសារតែ Alan ត្រូវការបន្ទុកបទពិសោធន៍ច្រើនជាងធម្មតា100ដងដើម្បីឡើង level នោះ stat របស់គាត់ទាំងអស់នឹងជាប់គាំងនៅ rank E ទោះបីជា stat ពិតប្រាកដរបស់គាត់ខ្លាំងក៏ដោយមនុស្សភាគច្រើននឹងខកចិត្តចំពោះការបរាជ័យបែបនេះប៉ុន្តែ Alan មិនមែនជាមនុស្សធម្មតាដែលចូលចិត្តលេងហ្គេមសម្រាប់ការសប្បាយនោះទេគាត់នៅដើម្បីកំទេចការខំប្រឹងប៉ុន្តែគាត់មិនអាចហាមចិត្តមិនឲ្យបារម្ភថាមានអ្វីខុសជាមួយនឹងប្រភេទកោះហៅរបស់គាត់ពីព្រោះនៅផ្នែកខាងក្រោមនៃការវាយតម្លៃរបស់គាត់បានឃើញកូដ error មួយលេចឡើងដូច្នេះគាត់នឹងផ្ញើបណ្ដឹងជាច្រើនទៅកាន់អ្នកអភិវឌ្ឍហ្គេមអំពីរឿងនេះនៅព្រឹកបន្ទាប់ Alan ចេញទៅលេងគ្រួសាររបស់ Krena ជាមួយនឹងគ្រួសាររបស់គាត់ប៉ុន្តែគាត់សង្កេតឃើញថាឪពុករបស់គាត់មានអាកប្បកិរិយាចម្លែកបន្តិចនៅពេលថ្មីៗនេះ
នៅផ្ទះរបស់ក្រេណាពួកគេទាំងអស់គ្នារៀបនឹងអបអរសាទរការវាយតម្លៃរបស់ក្រេណាក្នុងនាមជាសតឡតប៉ុន្តែរ៉ូឌីននៅតែមានទឹកមុខមិនសប្បាយចិត្តហើយគឺដានិយាយថាគាត់មិនព្រមអបអរជាមួយរ៉ូឌីនទេរហូតដល់គាត់ត្រឡប់ទៅធម្មតាវិញដំបូងឡើយអាឡែនឆ្ងល់ថាតើរ៉ូឌីនចំណែននឹងក្រេណានិងក្រុមគ្រួសាររបស់នាងមែនទេប៉ុន្តែគាត់ដឹងថាឪពុករបស់គាត់មិនមែនជាមនុស្សបែបនោះទេដូច្នេះច្បាស់ជាមានរឿងអ្វីផ្សេងកំពុងកើតឡើងនៅទីនេះពួកគេទាំងពីរនាក់បន្តឆ្លោះប្រកែកគ្នាមួយសន្ទុះរហូតដល់ហ្គើដាបង្ហាញថារ៉ូឌីនបានលើកឡើងពីការផ្ដាច់ចំណងរវាងគ្រួសាររបស់ពួកគេមុនពេលដែលពួកគេអង្គុយចុះជាមួយគ្នារ៉ូឌីនការពារការសម្រេចចិត្តរបស់គាត់ដោយរំលឹកហ្គើដាថាក្រេណាឥឡូវនេះជាសតឡតហើយវាមានន័យថានាងមានសម្បត្តិធានាចេញពីភាពជាទេសកលតូចមួយនេះនាងថែមទាំងអាចក្លាយជាអភិជនបានផងដែរប្រសិនបើនាងមានសំណាងហើយប្រសិនបើរឿងនោះកើតឡើងនោះការនៅចិត្តគ្រួសារក្រីក្រដូចជាគ្រួសាររបស់រ៉ូឌីននឹងរារាំងនាងមិនឲ្យធ្វើជាអភិជនបានហ្គើដាស្រែកថាគាត់មិនខ្វល់ពីរឿងទាំងនោះទេប៉ុន្តែរ៉ូឌីននៅតែទទូចថាគាត់កំពុងធ្វើបែបនេះដើម្បីហ្គើដាហើយអ្នកទាំងពីរក៏បន្តឆ្លោះប្រកែកគ្នាប៉ុន្តែនៅទីបំផុតប្រពន្ធរបស់ពួកគេបានបំបែកពួកគេចេញពីគ្នាហើយធ្វើឲ្យពួកគេស្ងប់អារម្មណ៍អាឡែនមានការភ្ញាក់ផ្អើលបន្តិចចំពោះភាពស្ងប់ស្ងាត់របស់មនុស្សគ្រប់គ្នាចំពោះរឿងទាំងមូលនេះដូច្នេះគាត់បានសួរប្រពន្ធរបស់ហ្គើដាថាតើវាជារឿងធម្មតាមែនទេដែលពួកគេឆ្លោះប្រកែកគ្នាបែបនេះនាងបញ្យល់ថារឿងបែបនេះធ្លាប់កើតឡើងគ្រប់ពេលប៉ុន្តែពួកគេតែងតែផ្សះផ្សាគ្នាបន្ទាប់ពីនោះពួកគេទាំង4នាក់ជាមិត្តកុមារភាពដែលធំធាត់នៅក្នុងភូមិតែមួយហើយប្រហែលជា10ឆ្នាំមុននៅពេលដែលការពិភាក្សាអំពីការបង្កើតទីលំនៅថ្មីបានចាប់ផ្ដើមពួកគេទាំងអស់គ្នាបានសម្រេចចិត្តចូលរួមកិច្ចខិតខំប្រឹងប្រែងនិងធ្វើការជាមួយគ្នាដើម្បីសាងសង់ផ្ទះរបស់ពួកគេហើយហ្គើដានិងរ៉ូឌីនបានភ្ជាប់ទំនាក់ទំនងគ្នាជាច្រើនតាំងពីពេលនោះមកការរំលឹកឡើងវិញពីពេលវេលាល្អៗធ្វើឲ្យពួកគេដឹងថាការឆ្លោះគ្នារបស់ពួកគេគួរឲ្យអស់សំណើចខ្លាំងមួយសន្ទុះក្រោយមកមានដំណឹងថាទាហានរាជវង្សបានបង្ហាញចំណាប់អារម្មណ៍លើក្រេណាហើយពួកគេកំពុងតែមកជួបនឹងនាងអាឡែនសន្មតថាដំណឹងដែលក្រេណាជាសតឡតច្បាស់ជាល្បីយ៉ាងឆាប់រហ័សប៉ុន្តែខណៈពេលដែលវាល្អដែលនាងទទួលបានការទទួលស្គាល់ពីទាហានរាជវង្សតែហ្គើដានៅតែមានការព្រួយបារម្ភបន្តិចព្រោះក្រេណានៅក្មេងពេកមិនអាចក្លាយជាទាហានបាននោះទេនៅពេលនោះក្មេងម្នាក់ក្នុងចំណោមក្មេងដែលទទួលបានទេពកោសល្យល្អនៅក្នុងពិធីវាយតម្លៃបានប្រឈមមុខនឹងអាឡែនហើយប្រាប់គាត់ថាក្នុងនាមជាអ្នកចាញ់ដែលគ្មានទេពកោសល្យគាត់គ្មានកន្លែងនៅទីនេះទេអាឡែនមិនខ្វល់ពីការប្រមាថទេព្រោះគាត់នៅតែមានថាមពលកោះហៅរបស់គាត់ប៉ុន្តែក្រេណាមិនអត់ឱនចំពោះអ្នកណាដែលប៊ូលីមិត្តល្អបំផុតរបស់នាងទេដូច្នេះនាងក៏ប្រាប់ក្មេងនោះឲ្យថយចេញហើយស្ទើរតែកាត់ម្រាមដៃរបស់គាត់មុនពេលដែលហ្គើដាទាញនាងទៅវិញនៅពេលនោះមេភូមិបានប្រកាសថាទាហានរាជវង្សបានមកដល់ហើយមនុស្សគ្រប់គ្នារំភើបយ៉ាងខ្លាំងព្រោះពួកគេកម្របានឃើញទាហានរាជវង្សដោយផ្ទាល់ណាស់មេភូមិបានហៅឲ្យហ្គើដានិងក្រេណាមកណែនាំខ្លួនពួកគេទៅកាន់ប្រធានក្រុមទាហានរាជវង្សក្រេណារំភើបយ៉ាងខ្លាំងព្រោះនាងតែងតែចង់ក្លាយជាទាហានដូច្នេះការបានជួបប្រធានក្រុមទាហានរាជវង្សច្បាស់ជាក្តីសម័យដែលក្លាយជាការពិតសម្រាប់នាងអាឡែនឆ្ងល់ថាតើទាហានរាជវង្សនឹងយកក្រេណាទៅរាជធានីដើម្បីមកវឹកនាងមែនទេប៉ុន្តែមុនពេលដែលប្រធានក្រុមទាហានរាជវង្សអាចនិយាយបីបានហ្គើដាបាននិយាយថាគាត់មិនអាចឲ្យក្រេណាទៅបានទេព្រោះនាងនៅក្មេងពេកប្រធានក្រុមនិយាយថាអាយុមិនសំខាន់ទេព្រោះប្រសិនបើនាងជាសតឡតនោះជំនាញរបស់នាងនឹងគ្រប់គ្រាន់ដើម្បីឲ្យនាងឆ្លងកាត់ការវឹកហាត់បានដូច្នេះមិនគួរមានបញ្ហាអ្វីឡើយប៉ុន្តែប្រធានក្រុមខ្លាចថាពួកគេកំពុងកុហកអំពីក្រេណាជាសតឡតដើម្បីបោកប្រាស់ក្រុមទាហានរាជវង្សហ្គើដាធានាប្រធានក្រុមថាគាត់មិនកុហកនោះទេប៉ុន្តែវាយឺតពេលទៅហើយព្រោះប្រធានក្រុមបានសម្រេចចិត្តសាកល្បងក្រេណាគាត់បានបញ្ជាឲ្យអនុប្រធានក្រុមរបស់គាត់ត្រៀមខ្លួនប្រកួតជាមួយនឹងក្មេងអាយុ5ឆ្នាំនេះហើយដោយមិនគិតច្រើនអនុប្រធានក្រុមក៏បានយល់ព្រមហ្គើដាព្យាយាមឲ្យប្រធានក្រុមពិចារណាឡើងវិញព្រោះគាត់មិនចង់ឲ្យជីវិតរបស់ក្រេណាមានគ្រោះថ្នាក់ប៉ុន្តែប្រធានក្រុមប្រាប់គាត់ថាបើសិនបើក្រេណាមិនប្រយុទ្ធទេនោះវានឹងជាផុសតាងដែលបង្ហាញថានាងបានកុហកអំពីប្រភេទរបស់នាងហើយនាងរួមជាមួយនឹងគ្រួសារទាំងមូលរបស់នាងនឹងត្រូវប្រហារជីវិតបន្ទាប់មកពួកទាហានបានយកដាវមួយមកឲ្យក្រេណាប្រើហើយក្មេងៗភាគច្រើននឹងភ័យខ្លាចត្រង់ចំណុចនេះប៉ុន្តែក្រេណាស្ដីឃ្លានការប្រយុទ្ធយ៉ាងខ្លាំងដោយនៅពេលដែលនាងដឹងថានាងបានប្រើដាវពិតប្រាកដនាងនិយាយថានាងសុខចិត្តទទួលយកការប្រកួតមនុស្សគ្រប់គ្នាចូលទៅក្នុងទីតាំងសម្រាប់ការប្រកួតហើយលេប្រែនក៏បានប្រឈមមុខនឹងក្រេណាដូច្នេះនៅពេលដែលការប្រកួតចាប់ផ្ដើមក្រេណាក៏បានវាយប្រហារលេប្រែនជាមួយនឹងកម្លាំងពេញទំហឹងគួរញាក់ផ្អើលក្រេណាកំពុងតែកវីដាវដែលមានកម្ពស់ខ្ពស់ជាងនាង2ដងបានយ៉ាងងាយស្រួលហើយនាងកំពុងតែវាយប្រហារលេប្រែនឥតឈប់ឈរប៉ុន្តែគាត់នៅតែអាចទប់ទល់នឹងនាងបានយ៉ាងងាយស្រួលរួមបន្ទាប់ពេលនេះប្រធានក្រុមហាក់ដូចជាមិនចាប់អារម្មណ៍នឹងជំនាញរបស់ក្រេណាទេប៉ុន្តែនៅពេលដែលការប្រយុទ្ធបន្តនាងអាចរារាំងការវាយប្រហារមួយរបស់លេប្រែនបានហើយត្រៀមខ្លួនវាយបកវិញទោះជាយ៉ាងណាក៏ដោយលេប្រែនបានធាក់នាងខ្ទាតចេញហើយបុកនឹងជញ្ជាំងថ្មមួយហ្គើដាមានការខឹងសម្បាយ៉ាងខ្លាំងដែលកូនស្រីរបស់គាត់ត្រូវបានគេធ្វើដាក់បែបនេះប៉ុន្តែមុនពេលដែលគាត់អាចធ្វើអ្វីបានគាត់ត្រូវបានពួកទាហានសង្កត់ទៅលើដីរួមជាមួយអាឡែននិងរ៉ូឌីននៅពេលដែលពួកគេព្យាយាមជ្រៀតជ្រែកអាឡែនគិតថារឿងនេះអយុត្តិធម៌ទាំងស្រុងពីព្រោះមិនថាក្រេណាជាសតឡតឬក៏អត់នោះទេមនុស្សធំប្រកាសជាមានបទពិសោធន៍ប្រយុទ្ធច្រើនជាងនាងទោះជាយ៉ាងណាក៏ដោយភ្លាមៗនោះក្រេណាស្រាប់តែក្រោកឈរឡើងវិញហើយនាងមានពលឺចម្លែកមួយនៅជុំវិញខ្លួននាងដែលមិននិយាយអ្វីទាំងអស់ក្រេណាបានចាប់ផ្ដើមការវាយប្រហារយ៉ាងខ្លាំងម្ដងទៀតទៅលើលេប្រែនហើយលើកនេះនាងបានយកឈ្នះលើលេប្រែនទាំងស្រុងរហូតដល់នាងអាចកាត់ដាវរបស់គាត់ដាច់ជាពីរហើយស្ទើរតែកាត់ក្បាលរបស់គាត់
ក្រែណាមានការខកចិត្តដែលការប្រយុទ្ធបានបញ្ចប់ទៅហើយប៉ុន្តែនាងមានភាពសប្បាយរីករាយជាច្រើនដូច្នេះនាងក៏អរគុណលេប្រែនដែលបានលេងជាមួយនាងហើយក៏ដើរចេញដោយទុកឲ្យគាត់ដឹងថាគាត់ទៅតែចាញ់ក្មេងអាយុ5ឆ្នាំហ្គើណាមានអារម្មណ៍ធូរស្រាលដែលក្រែណាអាចរួចជីវិតបានហើយចាប់ផ្ដើមសរសើរនាងដែលប្រយុទ្ធបានយ៉ាងល្អប៉ុន្តែបន្ទាប់មកប្រធានក្រុមទាហានរាជវង្សបានចូលមកជិតហើយហ្គើណាក៏ចាប់ផ្ដើមការពារខ្លួនព្រោះគាត់មិនចង់ឲ្យប្រធានក្រុមនៅជិតកូនស្រីរបស់គាត់ទេឥឡូវនេះប្រធានក្រុមទទួលស្គាល់ថាក្រែណាពិតជាសតឡតមែនហើយគាត់សុំទោសដែលបង្ខំឲ្យនាងប្រយុទ្ធគាត់និយាយថាគាត់ចង់វិភាគសាអំពីអនាគតរបស់នាងជាមួយនឹងហ្គើដាប៉ុន្តែហ្គើដាបដិសេធយ៉ាងម៉ឺងម៉ាត់ប្រធានក្រុមនិយាយថាហ្គើដាអាចនាំមិត្តរបស់គាត់ទៅប្រជុំជាមួយបានប្រសិនបើវាអាចធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលហើយរឿងនេះបានធ្វើឲ្យហ្គើដាមានអារម្មណ៍សមត្ថភាពជាងមុនបន្តិចដូច្នេះគាត់ក៏យល់ព្រមពួកគេទាំងអស់គ្នាបានប្រមូលផ្ដុំគ្នានៅផ្ទះរបស់ប្រធានក្រុមសម្រាប់អាហារថ្ងៃត្រង់ហើយសេណូសបានសុំទោសម្ដងទៀតចំពោះអ្វីដែលគាត់បានធ្វើពីមុនគាត់បញ្យល់ថាគាត់ត្រូវបានអភិជននៃទឹកដីនេះបញ្ជូនមកដើម្បីបញ្ជាក់ថាតើពិតជាមានសតឡតនៅក្នុងភូមិនេះឬអត់ហើយលទ្ធផលគឺពិតជាមិនអាចប្រកែកបានសេណូសនិយាយថាកាលពី3ឆ្នាំមុនមានសតឡតម្នាក់កើតក្នុងគ្រួសាររបស់អភិជនប៉ុន្តែរឿងនេះធ្វើឲ្យ Allen មានអារម្មណ៍ចម្លែកព្រោះគាត់ដឹងច្បាស់ថាសតឡតអាចកើតចេញតែពីឋានៈសង្គមទាបតែប៉ុណ្ណោះយោងទៅតាមការ design របស់ game ដូច្នេះមនុស្សម្នាក់នោះច្បាស់ជាមនុស្សខ្លាំងៗសតឡតរូបនោះបានបន្តបម្រើគ្រួសាររាជវង្សប៉ុន្តែមិនបានបំពេញតាមការរំពឹងទុកនៅទីនោះទេហើយនៅពេលដែលវាតម្លៃឡើងវិញគេបានរកឃើញថាម្នាក់នោះតាមពិតជាអ្នកគុនដាវធម្មតាម្នាក់ដែលធ្វើពុតជាសតឡតគេក៏បានរកឃើញបន្ថែមទៀតថាពួកអភិជនជាច្រើនកំពុងបំផ្លើសសមត្ថភាពរបស់ពួកគេយ៉ាងខ្លាំងដូច្នេះនគរត្រូវបង្កើតគោលនយោបាយមិនអត់ឱនចំពោះលទ្ធផលទេពកោសល្យខ្លាំងៗទោះជាយ៉ាងណាក៏ដោយគាត់នៅតែសោកស្ដាយយ៉ាងខ្លាំងចំពោះការធ្វើឲ្យក្រេណាឆ្លងកាត់ការធ្វើតេស្តដ៏ខុសខើបែបនោះគាត់ប្រាប់ហ្គើដាថាគាត់មិនចាំបាច់ព្រួយបារម្ភថាពួកគេនឹងយកក្រេណាចេញពីគាត់ទេព្រោះពួកគេមិនធ្វើដូច្នោះឡើយពួកគេចង់ឲ្យនាងបន្តការបង្ហាត់របស់នាងនៅផ្ទះហើយនៅពេលដែលនាងមានអាយុ12ឆ្នាំប៉ះសិនបើនាងចង់នាងអាចចូលរៀននៅសាលាដើម្បីក្លាយជាទាហានបានហើយសេចក្ដីរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសេចក្ដីនេះនិងជួយចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ